កីឡាករវ័យក្មេង5រូបក្នុងប្រភេទទម្ងន់57គីឡូក្រាមកំពុងលេចធ្លោខ្លាំងក្នុងវិស័យគុនខ្មែរនាពេលបច្ចុប្បន្នបងប្អូនបើនិយាយពីកីឡាករគុនខ្មែរដែលឈរលើប្រភេទទម្ងន់57គីឡូក្រាមគឺមានច្រើនដែលកំពុងតែច្បាមប្រជាប្រិយភាពពីអ្នកគាំទ្រថ្ងៃនេះកីឡាថ្មីសូមបង្ហាញមុខកីឡាករគុនខ្មែរ5រូបដែលកំពុងតែទាក់ចិត្តអ្នកគាំទ្រពិសេសអ្នកដែលស្នេហាវិស័យកីឡាប្រដាល់ទី1ពេជ្ជឃាតលាក់មុខហាន់2គិតចាប់ពីយកឈ្នះសិស្សរបស់លោកគ្រូឆ្នាំពេជ្រអាទិទេពមកប្រជាប្រិយភាពរបស់ហាន់2កាន់តែឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃដែលអ្នកគាំទ្រចាត់ទុកហាន់2ជាអាត់កើប្រចាំក្លឹបរាហូកីឡារបស់លោកគ្រូឈុតសេរីមិនតែប៉ុណ្ណោះហាន់2ត្រូវបានអ្នករៀបចំកម្មវិធីពេញចិត្តនឹងសមត្ថភាពនិងតែងតែបានលេងកម្មវិធីធំៗដូចជាការប្រកួតដណ្ដើមពាននិងខ្សែក្រវ៉ាត់មិនដែលដាច់នោះទេទី2ពេជ្រអាទិទេពមិនខុសពីហាន់2ទេបងប្អូនអាទិទេពមួយរយៈចុងក្រោយនេះកំពុងច្បាមប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រពិសេសរាល់កម្មវិធីធំៗរូបគេតែងតែបង្ហាញខ្លួនជានិច្ចមិនថាតែពានខ្សែក្រវ៉ាត់ឬប្រាក់រង្វាន់ធំៗទេគឺរូបគេមិនដែលឲ្យរបូតម្ដងណាឡើយទី3កូរ៉ាម៉ាក់ច័ន្ទរាជក្របពេជ្ររបស់ខេមបឌី Top Team រូបនេះក៏កំពុងឡើងជើងមិនធម្មតាដែរបងប្អូនរាល់ការបង្ហាញខ្លួនលើសង្វៀនម្ដងរូបគេមិនដែលឲ្យអ្នកគាំទ្រខកបំណងទេពិសេសការចេញទៅផ្សព្វផ្សាយក្បាច់គុននៅក្រៅប្រទេសគេតែងតែនាំយកជ័យជំនះនិងខ្សែក្រវ៉ាត់ចូលក្លឹបមិនដែលដាច់នោះទេទី4សុផាតមេសាចៅប្រុសរបស់ព្រឹទ្ធាចារ្យញ៉ៅម៉ាក់រូបនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសមត្ថភាពនិងរូបសម្រស់ជាក់ស្ដែងការពីយប់មិញនេះបងប្អូនមេសាគេចំណាយពេលតែ2ទឹកតែប៉ុណ្ណោះផ្ដួលកូនសិស្សលោកគ្រូឆ្នាំពេជ្រសុផាន់គឺកីឡាករពេជ្រម៉ាណែតឲ្យបោះបង់ការប្រកួតកត្តាទាំងនេះហើយបានធ្វើឲ្យអ្នកគាំទ្រចាត់ទុកមេសាគឺជាអាត់កើប្រចាំក្លឹបបញ្ជាការដ្ឋានកំភ្លើងធំក្រៅតែពីសមត្ថភាពប្រកួតល្អហើយនោះសុផាតមេសាក៏ទទួលបានការស្រឡាញ់និងគាំទ្រពីនារីផងដែរតាមរយៈរូបសម្រស់ដ៏ស្រស់ស្អាតនិងរាងកាយសាច់ដុំកង់កង់របស់រូបគេក្រោយបញ្ចប់ការប្រកួតគេតែងតែឃើញមានអ្នកគាំទ្រសុំថតជាមួយរូបគេជាហោហែផងដែរទី5សុភាពរមលីការរិចបាំងស្លឹកសុភាពរមលីក៏មិនខុសពីកីឡាករប្រមាណអ្នកខាងលើដែរបងប្អូនរូបគេបានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងគ្រប់គ្នាបន្ទាប់ពីបានបង្ហាញខ្លួននៅស្ថានីយ៍ទូរទស្សន៍ហង្សមាសកាលពីពេលថ្មីនេះដោយប៉ះជាមួយនឹងកូនសិស្សរបស់លោកគ្រូសែនម៉ាន់ថេនគឺកីឡាករប៉ាន់កាក់យ៉ាស៊ីនដោយសុភាពរមលីបានបដូរជាមួយយ៉ាស៊ីនពេញ5ទឹកអ្វីត្បិតតែរមលីចាញ់បន្ទុកយ៉ាស៊ីនក៏ពិតមែនតែមួយប្រកួតរបស់សុភាពរមលីគឺទទួលបានការគាំទ្រយ៉ាងច្រើនដែលអ្នកគាំទ្រលើកឡើងថាមួយប្រកួតនេះធ្វើឲ្យរមលីសាងកេរ្តិ៍ឈ្មោះនិងឲ្យបងប្អូនអ្នកស្នេហាវិស័យកីឡាស្គាល់រមលីកាន់តែច្បាស់យ៉ាងណានៅមានកីឡាករគុនខ្មែរជាច្រើនទៀតដែលកំពុងតែឡើងជើងខ្លាំងក្នុងប្រភេទទម្ងន់57គីឡូក្រាមនេះ